ថ្ងៃទី1គិតតែរឿងល្អៗក្នុងជីវិតអ្នកប្រហែលជាធ្លាប់ឮគេនិយាយថាចូលគិតដល់តែរឿងល្អៗក្នុងជីវិតពេលអ្នកគិតដល់រឿងដែលអ្នកធ្លាប់មានអារម្មណ៍ដឹងគុណជាការពិតវាជាអ្វីដែលអ្នកកំពុងធ្វើតែអ្វីដែលអ្នកមិនទាន់បានដឹងគឺការគិតដល់រឿងល្អៗក្នុងជីវិតគឺជាគោលប្រតិបត្តិដ៏មានហាមពលបំផុតដែលអ្នកមិនធ្លាប់ធ្វើហើយវានឹងកែប្រែជីវិតរបស់អ្នកទាំងមូលយ៉ាងអស្ចារ្យពេលអ្នកដឹងគុណអ្វីដែលអ្នកមានមិនថាតូចកម្រិតណាអ្នកនឹងឃើញថារឿងទាំងនោះកើតឡើងភ្លាមបើអ្នកដឹងគុណប្រាក់ដែលអ្នកកំពុងមានទោះតិចតួចក្តីអ្នកនឹងឃើញប្រាក់កើនឡើងយ៉ាងមហស្ចារ្យបើអ្នកដឹងគុណសម្ព័ន្ធភាពទោះវាមិនល្អណាស់ណាក៏នឹងស្ដែងឲ្យឃើញថាសម្ព័ន្ធភាពប្រែជាល្អមហស្ចារ្យបើអ្នកដឹងគុណការងារដែលកំពុងធ្វើទោះបីមិនមែនជាការងារក្នុងក្តីសុបិនតែរឿងនឹងចាប់ផ្ដើមផ្លាស់ប្ដូរធ្វើឲ្យអ្នករីករាយនឹងការងាររបស់ខ្លួនកាន់តែខ្លាំងហើយគ្រប់ឱកាសល្អសម្រាប់ការងាររបស់អ្នកនឹងស្ដែងឡើងភ្លាមតែប្រសិនបើអ្នកមិនគិតដល់រឿងល្អៗក្នុងជីវិតអ្នកអាចធ្លាក់ក្នុងអន្ទាក់គិតរឿងអវិជ្ជមានក្នុងជីវិតដោយអចេតនាយើងគិតដល់រឿងអវិជ្ជមាននៅពេលនិយាយដល់រឿងដែលយើងគ្មានយើងគិតដល់រឿងអវិជ្ជមានពេលរិះគន់ឬចាប់កំហុសអ្នកដទៃពេលរអ៊ូរឿងស្ទះចរាចរណ៍ពេលចូលក្នុងជួររងចាំភាពយឺតយ៉ាវការដែលមានប្រាក់មិនគ្រប់គ្រាន់ឬរឿងអាកាសធាតុជាដើមពេលអ្នកគិតដល់រឿងអវិជ្ជមានរឿងអវិជ្ជមានទាំងនោះក៏នឹងកើតឡើងជាងនេះទៅទៀតការគិតតែរឿងអវិជ្ជមានគ្រប់ពេលវេលាស្មើនឹងយើងកំពុងបដិសេធរឿងល្អៗដែលនឹងមករកយើងខ្ញុំបានសាកអនុវត្តទាំងពីរបែបនេះមកហើយគឺគិតដល់រឿងល្អៗនិងគិតដល់រឿងអវិជ្ជមានខ្ញុំសូមធានាថាមានតែការគិតដល់រឿងល្អៗតែមួយគត់ដែលនឹងធ្វើឲ្យជីវិតអ្នកពេញលេញគ្រប់គ្រាន់រឿងដំបូងនៅពេលព្រឹកឬព្រលឹមបំផុតតាមដែលអ្នកអាចធ្វើបានចូលគិតដល់តែរឿងល្អៗក្នុងជីវិតអ្នកអាចសរសេរក្នុងបញ្ជីឬសៀវភៅកត់ត្រាប្រចាំថ្ងៃឬវាយបញ្ចូលក្នុងកុំព្យូទ័រហើយរក្សាការកំណត់កត់ត្រាការដឹងគុណរបស់អ្នកនៅក្នុងកន្លែងតែមួយថ្ងៃនេះចូលធ្វើបញ្ជីរឿងល្អៗក្នុងជីវិតប្រមាណ10យ៉ាងដែលអ្នកដឹងគុណនៅពេលអាន់ស្តាញនិយាយពីអរគុណគាត់តែងតែគិតដល់ហេតុអ្វីគាត់ដឹងគុណនៅពេលយើងគិតដល់ហេតុផលដែលអាចហេតុអ្វីយើងចាំបាច់ត្រូវដឹងគុណរឿងអ្វីមួយអ្នកណាម្នាក់ឬស្ថានភាពអ្វីមួយនោះអ្នកនឹងមានអារម្មណ៍ដឹងគុណកាន់តែជ្រាលជ្រៅចូលចងចាំថាភាពស័ក្តិសិទ្ធិនៃការដឹងគុណគឺកើតឡើងទៅតាមអារម្មណ៍ដូច្នេះនៅក្នុងតារាងនីមួយៗដែលអ្នកបានកត់ត្រាទុកចូលសរសេរហេតុផលផងថាហេតុអ្វីអ្នកមានអារម្មណ៍ដឹងគុណចំពោះរឿងនោះនេះគឺជាគំនិតខ្លះៗសម្រាប់ធ្វើតារាងរបស់អ្នក 1. ខ្ញុំពិតជាមានសំណាងណាស់ដែលមានព្រោះ 2. ខ្ញុំសប្បាយចិត្តណាស់និងសូមអរគុណព្រោះ 3. ខ្ញុំពិតជាអរគុណណាស់ចំពោះព្រោះ 4. ខ្ញុំពិតជាអរគុណក្រៃលែងចំពោះព្រោះក្រោយពីធ្វើតារាងរឿងល្អៗ10យ៉ាងរួចចូលអានចំណុចនីមួយៗក្នុងចិត្តឬអានឮខ្លាំងៗក៏បានពេលអានចំណុចមួយចប់ចូលនិយាយពាក្យស័ក្តិសិទ្ធិ3ដងថាអរគុណអរគុណអរគុណរួចហើយចូលដឹងគុណចំពោះរឿងល្អនោះឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីជួយឲ្យអ្នកមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងអ្នកអាចដឹងគុណដល់ចក្រវាលព្រះជាម្ចាស់ចិត្តវិញ្ញាណអំពើល្អជីវិតសតិសម្បញ្ញៈរបស់អ្នកឬគំនិតដែលអ្នកចាប់អារម្មណ៍ពេលអ្នកដឹងគុណអ្វីមួយឬអ្នកណាម្នាក់ដោយផ្ទាល់អ្នកនឹងមានអារម្មណ៍ទៅលើវាកាន់តែខ្លាំងនោះការដឹងគុណរបស់អ្នកកាន់តែមានអំណាចហើយបង្កើនភាពស័ក្តិសិទ្ធិកាន់តែច្រើនទៀតនេះគឺជាហេតុផលដែលថាហេតុអ្វីបានជាអ្នកស្រុកនិងវប្បធម៌បុរាណជ្រើសរើសនិមិត្តសញ្ញាព្រះអាទិត្យជាការដឹងគុណពួកគេប្រើនិមិត្តសញ្ញារាងកាយដើម្បីបង្ហាញអំពីដើមកំណើតនៃអំពើល្អទាំងពួងនៃចក្រវាលហើយការផ្ដោតទៅលើនិមិត្តសញ្ញានោះបានធ្វើឲ្យពួកគេមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងថែមទៀតការគិតដល់តែរឿងល្អៗក្នុងជីវិតគឺសាមញ្ញនិងមានថាមពលដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្ដូរជីវិតអ្នកទើបខ្ញុំចង់ឲ្យអ្នកបន្តថែម10រឿងល្អៗទៀតទៅក្នុងតារាងរបស់អ្នកជារៀងរាល់ថ្ងៃសម្រាប់27ថ្ងៃបន្តទៀតអ្នកប្រហែលជាគិតថាវាពិបាកក្នុងការរករឿង10ដែលអ្នកត្រូវដឹងគុណជារៀងរាល់ថ្ងៃតែបើអ្នកកាន់តែគិតរឿងល្អៗច្រើនប៉ុណ្ណាអ្នកនឹងនឹកឃើញរឿងដែលត្រូវដឹងគុណ
ច្រើនតាមនោះដែរពិនិត្យមើលជីវិតរបស់អ្នកបានទទួលហើយកំពុងតែទទួលបន្តទៀតជារៀងរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃជារៀងរាល់ថ្ងៃវាពិតជាចាំបាច់ណាស់ដែលយើងត្រូវតែដឹងគុណអ្នកអាចដឹងគុណផ្ទះគ្រួសារមិត្តភ័ក្តិការងារនិងសត្វចិញ្ចឹមអ្នកអាចអរគុណព្រះអាទិត្យទឹកដែលអ្នកផឹកអាហារដែលអ្នកញ៉ាំនិងខ្យល់ដែលអ្នកដកដង្ហើមបើប្រេះចាក់រឿងទាំងនេះអ្នកប្រហែលជាមិនមានជីវិតរស់នៅបានទេអ្នកអាចដឹងគុណដល់ដើមឈើសត្វមហាសមុទ្របក្សីផ្ការុក្ខជាតិផ្ទៃមេឃភ្លៀងតារាព្រះច័ន្ទនិងផែនដីដ៏ស្រស់ស្អាតរបស់យើងអ្នកអាចដឹងគុណដល់វិញ្ញាណរបស់អ្នកភ្នែកដែលធ្វើឲ្យអ្នកមើលឃើញត្រចៀកដែលធ្វើឲ្យអ្នកឮមាត់ដែលធ្វើឲ្យអ្នកបានភ្លក់រសជាតិច្រមុះដែលធ្វើឲ្យអ្នកបានដឹងក្លិននិងស្បែកធ្វើឲ្យអ្នកដឹងការប៉ះពាល់អ្នកអាចដឹងគុណដល់ជើងទាំងពីរដែលអ្នកប្រើសម្រាប់ដើរដៃទាំងពីរដែលប្រើសម្រាប់ធ្វើអ្វីស្ទើរគ្រប់យ៉ាងសំឡេងដែលអ្នកអាចបង្ហាញពីខ្លួនអ្នកនិងទំនាក់ទំនងជាមួយអ្នកដទៃអ្នកអាចដឹងគុណដល់ប្រព័ន្ធអង្គតិកដ៏អស្ចារ្យរបស់អ្នកដែលធ្វើឲ្យអ្នកមានសុខភាពល្អនិងអវយវៈគ្រប់ប្រភេទដែលទ្រទ្រង់រាងកាយឲ្យមានជីវិតហើយចុះភាពដ៏វិសេសវិសាលលើសលប់នៃចិត្តរបស់អ្នកដែលគ្មានបច្ចេកវិទ្យាកុំព្យូទ័រណាក្នុងពិភពលោកអាចជំនួសបានវិញទេខាងក្រោមនេះជាចំណុចធំដែលនឹងរំលឹកអ្នកក្នុងការសម្លឹងរករឿងល្អៗដើម្បីដឹងគុណអ្នកអាចបន្ថែមចំណុចផ្សេងទៀតបានបើអ្នកមើលឃើញថាវាសំខាន់ចំពោះអ្នកចំណុចដែលត្រូវដឹងគុណដ៏អស្ចារ្យ 1. សុខភាពនិងរាងកាយ 2. ការងារនិងការសម្រេចជោគជ័យ 3. មាសប្រាក់ 4. សម្ព័ន្ធភាព 5. ការនិយមចូលចិត្ត 6. សេចក្តីសុខ 7. សេចក្តីស្រឡាញ់ 8. ជីវិត 9. ធម្មជាតិដូចជាផ្ទៃដីខ្យល់ទឹកនិងព្រះអាទិត្យ 10. ទំនិញដែលជាវត្ថុនិងសេវាបម្រើ 11. ប្រការណាក៏បានស្រេចតែអ្នកជ្រើសរើសបន្ទាប់ពីគិតដល់រឿងល្អៗក្នុងជីវិតហើយអ្នកគួរតែមានអារម្មណ៍ល្អប្រសើរនិងមានសេចក្តីសុខជាងមុនហើយការដែលមានអារម្មណ៍ល្អប្រសើរខ្លាំងប៉ុណ្ណាវាជារង្វាស់ថាអ្នកមានអារម្មណ៍ដឹងគុណខ្លាំងប៉ុណ្ណោះដែរអ្នកកាន់តែមានអារម្មណ៍ដឹងគុណអ្នកកាន់តែមានសេចក្តីសុខហើយជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរកាន់តែលឿនថ្ងៃខ្លះអ្នកអាចមានអារម្មណ៍រីករាយលឿនជាងធម្មតាតែថ្ងៃខ្លះអ្នកត្រូវប្រើពេលយូរបន្តិចប៉ុន្តែបើអ្នកនៅតែបន្តគិតរឿងល្អៗក្នុងជីវិតរៀងរាល់ថ្ងៃអ្នកនឹងសង្កេតឃើញថាភាពខុសគ្នាកាន់តែខ្លាំងឡើងទៅក្នុងករណីមានអារម្មណ៍ម្ដងហើយអ្នកនឹងឃើញថាអារម្មណ៍ល្អៗក្នុងជីវិតអ្នកកើនឡើងយ៉ាងអស្ចារ្យឧបករណ៍ក្រានរំលឹកដ៏ស័ក្តិសិទ្ធិត្រូវប្រាកដក្នុងចិត្តថាអ្នកបានស្ដាប់គោលប្រតិបត្តិស័ក្តិសិទ្ធិនៅថ្ងៃស្អែកនៅពេលណាក៏បានក្នុងថ្ងៃនេះព្រោះអ្នកចាំបាច់ត្រូវធ្វើអ្វីមួយដោយជាក់លាក់មុននឹងចាប់ផ្ដើមអនុវត្តជាក់ស្ដែងនៅថ្ងៃស្អែកសេចក្តីសង្ខេបនៃគោលប្រតិបត្តិស័ក្តិសិទ្ធិថ្ងៃទី1គិតតែរឿងល្អៗក្នុងជីវិត 1. រឿងដំបូងនៅពេលព្រឹកគឺធ្វើតារាងរឿងល្អៗក្នុងជីវិត10យ៉ាងដែលអ្នកមានអារម្មណ៍ដឹងគុណ 2. សរសេរពីហេតុផលដែលអ្នកដឹងគុណចំពោះរឿងល្អៗទាំងនោះ 3. ត្រឡប់ទៅអានកំណត់ត្រាម្ដងទៀតអានក្នុងចិត្តឬអានខ្លាំងៗក៏បាននៅពេលអានចប់ចំណុចមួយចូលនិយាយពាក្យស័ក្តិសិទ្ធិថាអរគុណអរគុណអរគុណរួចហើយចូលមានអារម្មណ៍ដឹងគុណចំពោះរឿងល្អៗទាំងនោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន 4. អនុវត្តគោលប្រតិបត្តិស័ក្តិសិទ្ធិទាំង3ចំណុចខាងលើនេះរាល់ព្រឹកសម្រាប់27ថ្ងៃខាងមុខទៀត 5. អានគោលប្រតិបត្តិស័ក្តិសិទ្ធិសម្រាប់ថ្ងៃស្អែកចាប់ពីថ្ងៃនេះ